បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសថ្នាក់ទី5ទី6ទី7បាទអញ្ចឹងយើងមកមើលតាក់ទងជាមួយនឹងតាំងចំនួនដោយអក្សរការតាំងចំនួនដោយអក្សរនេះវាប្រៀបដូចជាការតាំងចំនួនមួយដែលយើងអត់ដឹងអញ្ចឹងបាទយើងធ្លាប់រៀនកាលពីថ្នាក់បឋមទូចទីថ្នាក់ទី2ទី3មកឧបមាថា2បូកជាមួយនឹងប្រអប់ស្មើជាមួយនឹង5អញ្ចឹងយើងចង់ដឹងថាតើក្នុងប្រអប់ហ្នឹងវាស្មើប្រមាណអញ្ចឹងកន្លែងប្រអប់ហ្នឹងគឺយើងអាចតាំងវាដោយអក្សរបានគឺដូចជាយើងអាចសរសេរបានថា2បូកជាមួយនឹងអក្សរ A1 ស្មើជាមួយនឹង5អញ្ចឹងទៅឬក៏x ឬក៏ y ឬក៏ z អីអាស្រ័យទៅយើងតាំងទីបាទអក្សរហ្នឹងអញ្ចឹងយើងមកមើលការណែនាំខាងក្រោមបាទគេថា2បូក3ស្មើ5បើគេតាំង3ដោយអក្សរ a បាទគេបាន a បូកជាមួយនឹង2គឺស្មើ5ម្ដងទៀតបាទ2សំទុក3បូកជាមួយនឹង2ស្មើជាមួយនឹង5បើតាំង3បាទដោយ a បាទអញ្ចឹងគេបាន a បូក2គឺស្មើ5បាទ a ហ្នឹងគឺដូចជាប្រអប់អញ្ចឹងបាទអញ្ចឹងវិធីនេះបង្កើតបានលំហាត់ដើម្បីឲ្យយើងរកតម្លៃរបស់ a អញ្ចឹងគេអាចបង្កើតលំហាត់មួយដែលធ្វើឲ្យយើងរកបំពេញប្រអប់ណាបំពេញប្រអប់ឬបំពេញចន្លោះឬក៏យើងរកតម្លៃអធិ a នឹងជាដើមអញ្ចឹងយើងមកមើលគេឲ្យយើងរកតម្លៃ a បាទគេថា a បូកជាមួយនឹង5ស្មើជាមួយនឹង8អញ្ចឹងសំណួរសួរថាតើ a នេះស្មើប្រមាណបាទអញ្ចឹងក្នុងនេះហ្នឹងគឺគេចង់ឲ្យយើងរកតម្លៃរបស់ a អញ្ចឹងមានវិធីធ្វើច្រើនទី1គឺយើងត្រូវបំបត្តិតួលេខនៅជិត a អញ្ចឹងដោយសារកន្លែងជិត a នេះវាមានលេខបូក5អញ្ចឹងយើងត្រូវតែបំបត្តិលេខ5នឹងចោលអញ្ចឹងដើម្បីបំបត្តិលេខ5បានគឺយើងត្រូវដក5ចេញបាទដក5អញ្ចឹងបូក5ដក5កន្លែងនេះវាទៅជា0ហើយទៅជា0ណាបាទអញ្ចឹងកាលណាកន្លែងហ្នឹងយើងបន្ថែមលេខដក5ខាងនេះគឺយើងត្រូវបន្ថែមលេខដក5នៅអង្គទី2ដែរអញ្ចឹង8ដក5គឺស្មើ3អញ្ចឹងនាំឲ្យ a ហ្នឹងគឺស្មើ3បាទមានវិធីមួយទៀតគឺយើងអាចបោះបាទអញ្ចឹង5នេះគឺយើងអាចបោះវាមកខាងនេះបូកបោះឆ្លងសញ្ញាទៅជាដក5បាទអញ្ចឹងកាលណាដក5ទៅយើងបាន8ដក5អញ្ចឹងយើងអាចទាញរកតម្លៃ a ថា a ហ្នឹងគឺស្មើជាមួយនឹង3បានយ៉ាងងាយបាទអញ្ចឹងយើងមើលកន្លែងនេះបាទបន្តមកទៀតអញ្ចឹងយើងដឹងហើយថា a ស្មើជាមួយនឹង3បាទយើងមើលបន្តទៀតរកតម្លៃ a ដែរដែល a ដក4ស្មើជាមួយ2អញ្ចឹងយើងបោះមកដោយសារនេះវាដកបាទអញ្ចឹងបោះឆ្លងសញ្ញាមកវាទៅជាបូក4អញ្ចឹងយើងបាន a ស្មើនឹង2បូក4មក2បូក4ប្រហែល2បូក4គឺស្មើជាមួយនឹង6អញ្ចឹងងាយគឺយើងទទួលបានតម្លៃ a នេះគឺស្មើជាមួយនឹង5 6ឬក៏យើងអាចទៅសេបំបត្តិវាបំបត្តិលេខ4អញ្ចឹងដើម្បីបំបត្តិលេខ4មានដក4យើងត្រូវថែមបូក4ដក4បូក4កន្លែងហ្នឹងទៅជា0អញ្ចឹងកាលណាយើងបន្ថែមបូក4បាទខាងនេះគឺយើងត្រូវបន្ថែមបូក4ដែរអញ្ចឹង2បូក4គឺ6អញ្ចឹងនាំឲ្យតម្លៃ a ហ្នឹងគឺស្មើជាមួយនឹង6យើងមើលកន្លែងនេះវិញបាទ2គុណនឹង a ស្មើ10បាទ2គុណជាមួយនឹង a ស្មើជាមួយនឹង10អញ្ចឹងដើម្បីទាញរកតម្លៃ a យើងត្រូវបោះលេខ2នេះដោយសារ2នេះវាគុណណាបាទអញ្ចឹងកាលណាគុណបោះឆ្លងសញ្ញាវាទៅជាចែកអញ្ចឹងយើងបាន a ស្មើនឹង10ចែកឲ្យ2នេះបាទ a ស្មើជាមួយ10ចែក2អញ្ចឹង10ចែក2ស្មើម៉េចយើងអាចសន្និដ្ឋានបានថា a ស្មើជាមួយនឹង5បាទ a ស្មើ5អញ្ចឹងយើងអាចបោះអញ្ចឹងក៏បានលឿនឬក៏យើងអាចចែកបំបត្តិក៏បានដោយសារនេះ a គុណនឹង2អញ្ចឹងដើម្បីបំបត្តិលេខ2ហ្នឹងត្រូវចែកនឹង2អញ្ចឹង2ចែកនឹង2គឺស្មើ1អញ្ចឹងនៅសល់តែ a ទេបាទនេះគេចែក2គុណ2ចែកនឹង2ចេញទៅបានន័យថាវាសមមូលជាមួយនឹង2លើ2បាទដូចគ្នាណាអញ្ចឹង2លើ2គឺស្មើ1អញ្ចឹងកន្លែងហ្នឹងគឺនៅសល់តែ a ទៅទេបាទអញ្ចឹងកាលណាចែកនឹង2នៃអង្គទី1អានេះយើងចាត់ទុកវាថាជាអង្គទី1បាទអញ្ចឹងអង្គទី2ត្រូវយ៉ាងម៉េចអង្គទី2ត្រូវតែចែកនឹង2ដែរបាទអញ្ចឹងសង្ឃឹមថាកន្លែងហ្នឹងបងប្អូនអរគ្នាតណា10ចែកនឹង2គឺស្មើជាមួយនឹង5ឥឡូវយើងមកមើលលំហាត់យើងដើម្បីឲ្យបងប្អូនអរគ្នាដោះស្រាយបាទយើងមើលលំហាត់ខាងក្រោមទាំងអស់គ្នាបាទតោះអញ្ចឹងលំហាត់នេះគឺគេឲ្យយើងរកតម្លៃ a ដែល a បូក4ស្មើជាមួយ10តើតម្លៃ a ហ្នឹងស្មើប្រមាណបាទបន្តមកទៀតគេឲ្យយើងរកតម្លៃ a ដដែល a 13ស្មើ7ហើយ a ស្មើប្រមាណរកតម្លៃ a 3គុណនឹង a ស្មើ12អញ្ចឹង a ស្មើប្រមាណអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាអាចដោះស្រាយលំហាត់នេះបានទាំងអស់គ្នាបាទអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណជម្រាបលាសំណាងល្អ